បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់អ្នកមើលទាំងអស់គ្នាបាទជួបគ្នាជាមួយនឹងវីដេអូថ្មីបន្តទៀតបាទអញ្ចឹងវីដេអូនេះគឺខ្ញុំនឹងមកធ្វើការពិពណ៌នាអំពីផ្លូវបាទចេញពីរោងចក្រចឹកពោះបាទឆ្ពោះទៅកាន់បាទមង្គលធីសែនជ័យបន្តទៀតហើយបាទចាំមើលតើបាទនៅតាមដងផ្លូវក៏ដូចជាទេសភាពផ្សេងមានអីប្លែកខុសពីវីដេអូមុនបាទហ្នឹងហើយអញ្ចឹងមកដល់តំបន់អស់នេះគឺដូចខ្ញុំបានបញ្ជាក់ការពីវីដេអូមុនអញ្ចឹងបាទគឺខ្ញុំមិនសូវជាស្គាល់ថាម្ដុំណាទេបាទប៉ុន្តែឥឡូវបាទយើងមកស្គាល់ទាំងអស់គ្នាអំពីផ្លូវនេះគឺយើងបើកបរបើសិនជាយើងបើកបរឲ្យផុតទៅផ្លូវនេះគឺចេញពីទីរួមខេត្តកំពង់ស្ពឺទៅបាទឆ្ពោះទៅកាន់ផ្សារវត្តអង្គមេត្រីហើយបន្តទៅផ្លូវជាតិលេខ3អញ្ចឹងទៅបាទប៉ុន្តែគោលដៅយើងថ្ងៃនេះគឺយើងឆ្ពោះទៅកាន់មង្គលធីសែនជ័យបាទដែលជារមណីយដ្ឋានថ្មីរបស់លោកអុកញ៉ាបណ្ឌិតមង្គលធីបាទអញ្ចឹងយើងនឹងទៅលេងម្ដងបាទព្រោះដូចខ្ញុំបញ្ជាក់ការពីដើមវីដេអូអញ្ចឹងការធ្វើដំណើរពីផ្ទះខ្ញុំរហូតមកដល់មង្គលធីនេះអាចធ្វើដំណើររហូតដល់ជាង50គីឡូឯណោះបាទគឺឆ្ងាយគួរសមដែរបាទអញ្ចឹងមកដល់នេះគឺយើងដូចជាមកដល់ម្ដុំបាទភូមិស្អីទេគឺនៅខាងមុខនេះគឺមានសាលាឃុំមានអីមកគេបាទតែខ្ញុំអត់បានមើលបាទផ្លាកវាបាទអញ្ចឹងម្ដុំនេះឃើញថាស្រាវត្រូវពុកម៉ែបងប្អូនយើងមិនសូវជាល្អអីប្រហែលទេបាទសមរម្យមកទទួលយកបានបាទហើយសម្រាប់ផ្លូវក៏មិនមានការខូចខាតអីច្រើនដែរបាទអញ្ចឹងនេះបងប្អូនមកដល់ប៉ុស្តិ៍ប៉ូលីសក៏ដូចជាសាលាឃុំរបស់គេហើយបាទហើយបងប្អូនស្គាល់បងប្អូនជួយ comment ប្រាប់ផងបាទហ្នឹងហើយអញ្ចឹងទស្សនវិជ្ជាតាមផ្លូវថ្ងៃនេះផងដែរគឺមិនសូវជាមានចរាចរណ៍អីមមាញឹកទេបាទគឺថាសមរម្យបាទប៉ុន្តែមិនដឹងថាទៅមុខទៀតទៅយ៉ាងម៉េចទេណាចាំមើលដល់ផ្លូវចូលទៅកាន់បាទរមណីយដ្ឋានមង្គលធីសែនជ័យចាំមើលថាតើបាទវានៅចង្អៀតទៀតឬក៏នៅទលាយបែបនេះបាទអញ្ចឹងយើងចាំតាមដានទស្សនាទាំងអស់គ្នាJust like the street lights lit this town, like a fire in a blaze, gotta burn it down. Can't be afraid to leave this out. We got this far, don't know how. I see danger in your eyes. They know we'll burn down the night. Coming just like the sunrise. You know that we're gonna light it up tonight. We're gonna light it up tonight. We're gonna. បាទអញ្ចឹងបន្ទាប់ពីស្ដាប់បទចម្រៀងអស់មួយបទហើយបាទឥឡូវយើងបានមកដល់ផ្លូវចូលបាទរមណីយដ្ឋានមង្គលធីសែនជ័យតែម្ដងបាទហ្នឹងហើយអញ្ចឹងចង់ដឹងថាទស្សនវិជ្ជាបាទផ្លូវចូលនេះមានលក្ខណៈស្អាតប៉ុណ្ណាហើយមានអីប្លែកខ្លះបងប្អូនចាំតាមដានទស្សនានៅវីដេអូក្រោយបាទវីដេអូក្រោយខ្ញុំនឹងបាទលម្អិតជូនតាំងពីបាទចាប់ផ្ដើមចូលនេះរហូតបាទទៅដល់បាទកន្លែងមង្គលធីហ្នឹងចាំមើលថាតើមានអីគេខ្លះចឹងទៅបាទឥឡូវយើងមើលត្រួសសិននេះគឺជាដើមតង់នៃផ្លូវចូលមង្គលធីសែនជ័យបាទអញ្ចឹងបងប្អូនដែលធ្វើដំណើរពីស្ពឺមកដល់ចំណុចមិញហ្នឹងគឺយើងបត់ស្ដាំចូលមកណាតែបងប្អូនមកពីផ្លូវជាតិលេខ3ផ្សារអង្គមេត្រីមកគឺយើងបត់ឆ្វេងបាទអញ្ចឹងមកដល់ចំណុចនេះគឺឃើញថាផ្លូវរៀងខូចច្រើនគួរសមដែរបងប្អូនបាទដោយសារតែចរាចរណ៍មានលក្ខណៈមមាញឹកច្រើនបាទអញ្ចឹងផ្លូវក៏វារៀងខូចច្រើនតិចដែរបាទអញ្ចឹងចូលមកដល់បានប្រហែលជាដី1គីឡូឃើញថាទេសភាពតាមដងផ្លូវគឺស្រស់ស្អាតបដាហើយបងប្អូនបាទអញ្ចឹងតម្រាំទៅដល់ភ្នំនោះគឺថាឆ្ងាយគួរសមដែរបាទអញ្ចឹងបងប្អូនឃើញភ្នំបាទព្រាលនៅខាងមុខហ្នឹងឯងនឹងគឺជាភ្នំមង្គលធីនឹងឯងបាទអញ្ចឹងយើងនឹងបាទជិះសម្ដៅទៅនឹងតែម្ដងបាទចាំមើលតើបាទទស្សនវិជ្ជាឬក៏ការរស់នៅតំបន់នេះយ៉ាងម៉េចយើងតាមដាននៅក្នុងវីដេអូនេះក៏ដូចជាវីដេអូក្រោយបន្តទៀតបាទអញ្ចឹងមុននឹងឈានទៅដល់បាទទឹកដីនៃមង្គលធីគឺយើងត្រូវឆ្លងកាត់បន្លាយនេះមួយបាទបន្លាយនេះគឺជាបន្លាយមេបាទដែលចេញពីបាទខាងត្បូងឬក៏ចេញពីលាងជ្រៃនៅក្នុងខេត្តកំពង់ស្ពឺយើងនឹងដែរបាទអញ្ចឹងបន្លាយនេះមិញហ្នឹងគឺបានធ្វើស្អាតបាតអីអស់ហើយឥឡូវបាទអត់ដូចមុនទេបាទ
ចឹងយើងមកដល់ចំណុចនេះគឺថាបងប្អូនយើងអ្នកលក់ដូរតាមដងផ្លូវម្ដុំនេះក៏មិនសូវជាមានការលក់ដាច់អីដែរបាទឃើញយាលអត់សូវមានអ្នកលក់អីប្រហែលទេចាំមើលទៅមុខទៀតនឹងមានអីគេខ្លះទៀតយើងនឹងតាមដានបន្តទៀតបាទអញ្ចឹងផ្លូវចូលនេះគឺឃើញថាមានកន្លែងស្រួលមានកន្លែងលំបាកហើយដោយសារតែដូចខ្ញុំបញ្ជាក់ចឹងចរាចរណ៍ចង្អៀតបាទហ្នឹងហើយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយយើងនឹងមើលបន្តទៀត